តោះស្ដាប់ idol គាត់ថាគាត់និយាយអំពីបញ្ហាជាតិយើងជាតិគេបាទជាតិគេជាតិយើងណាបាទតោះចាប់តាមប្រទេសថៃបានបោះឆ្នោតរួចហើយគឺបកអនុទិនឈ្នះនេះគឺជាលទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់សូម្បីតែខ្ញុំក៏មិននឹកស្មានថាគាត់នឹងបានឈ្នះដែរកាត់ទៅការវាយកម្ពុជារយៈពេល21ថ្ងៃវាពិតជាបានជួយអនុទិនពិតមែនបងប្អូននេះវាគឺជាដំណឹងអាក្រក់សម្រាប់ប្រទេសកម្ពុជាយើងហើយវាក៏ជាគំរូអាក្រក់មួយផងដែរព្រោះតែអ្នកនយោបាយថៃគេនឹងប្រើការចិត្តនិយមនឹងម្ដងទៀតដើម្បីបានឈ្នះការបោះឆ្នោតក្នុងពេលអនាគតពេលដែលយើងគិតឲ្យបានច្បាស់ម្ដងទៀតបកឲ្យទៅក្រូចដែលជាបកប្រជាជនថៃបានធ្វើខុសធ្ងន់ដែលបានចូលដៃជាមួយនឹងបកអនុទិនដែលឲ្យអនុទិនបានឡើងធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់ពីដកតំណែងលោកស្រីផេតថងថានបន្ទាប់ពីអនុទិនបានឡើងធ្វើជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្នគាត់ក៏បានសម្រេចចិត្តជន់មីនហើយក៏វាយកម្ពុជាភ្លាមបកឲ្យទៅក្រូចបានគិតថាខ្លួនឯងឆ្លាតខំជួយអនុទិនព្រោះអនុទិនបានសន្យាថានឹងរៀបចំការបោះឆ្នោតសាជាថ្មីក្នុងឆ្នាំ2026ហើយបកឲ្យទៅក្រូចគេក៏បានគិតថាបើបានបោះឆ្នោតម្ដងទៀតប៉ាត់មែននោះវាច្បាស់ហើយថាបកពួកគេនឹងឈ្នះប៉ុន្តែបកឲ្យទៅក្រូចមិននឹកស្មានទេថាអនុទិនលែងល្បិចចិត្តនិយមដោយការវាយកម្ពុជាម្ដងទៀតធន់ជាងមុនវានៅមានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលខ្លាំងមួយទៀតមុនបោះឆ្នោតមួយអាទិត្យទៅពីអាទិត្យនេះមិននឹកស្មានសោះថាអតីតសមាជិកសភាចំនួន65រូបនៅសុកក៏បានចូលដៃជាមួយបកអនុទិនយ៉ាងតក់ក្រហល់តែម្ដងវាប្រហែលជាមានអ្វីនៅពីក្រោយខ្នងហើយវាមិនមែនធម្មតានោះទេសរុបមកបកឲ្យទៅក្រូចនិងបកភឿថៃលើកនេះគឺចាញ់ផ្កាប់មុខតែម្ដងប្រទេសថៃក្នុងពេលនេះគឺបានចូលទៅជាប្រទេសជាតិនិយមសាហាវហើយចំណែកឯអំណាចរបស់តតកូស៊ីណាវត្រាប្រហែលជារលាយដាច់ត្រឹមនេះហើយពេលនេះខ្ញុំសូមនិយាយអំពីអនាគតប្រទេសថៃបន្តិចអ្នកណាក៏ដឹងដែរថាសេដ្ឋកិច្ចថៃគឺឡើងតិចជាងគេនៅអាស៊ីមួយឆ្នាំឡើង 2% ទេគេបាននិយាយថាប្រទេសថៃមានជំងឺសេដ្ឋកិច្ចហើយមិនងាយកែប្រែបានទេមនុស្សដែលឆ្លាតគេបាននាំគ្នាចាក់ចេញខ្លះហើយចំណែកឯមនុស្សជាច្រើនទៀតភាគច្រើនគេមិនហ៊ានដូចគុណស្ដាច់ទេដោយសារតែច្បាប់ដោយដែលខ្ញុំធ្លាប់បាននិយាយក្នុងវីដេអូមុនអញ្ចឹងថាប្រាក់ខែនៅក្នុងប្រទេសថៃវានឹងជាប់តែបែបហ្នឹងដែលជាប្រាក់ខែកណ្ដាលត្រឹមតែ$500អ្វីហ្នឹងវាមិនងាយឡើងទៀតនោះទេនេះហើយគឺជាមូលហេតុដែលប្រជាជនថៃរាប់សែននាក់បានចាក់ចេញពីប្រទេសកំណើតទៅធ្វើការនៅប្រទេសដទៃឲ្យតែប្រជាជនថៃរូបណាអាចមានឱកាសចាក់ចេញបានគឺពួកគេនឹងចាក់ចេញទៅហើយឥឡូវនេះខ្ញុំចង់និយាយអំពីទំនាក់ទំនងរវាងកម្ពុជានិងថៃតើក្នុងពេលអនាគតវានឹងយ៉ាងណាដែរដោយសារតែអនុទិនបានឈ្នះបែបនេះនោះប្រទេសថៃនឹងកាន់តែចូលទៅខាងចិត្តនិយមជ្រុលបើវាបែបនេះនោះកម្ពុជាគឺត្រូវតែជាយាមអត់ធ្មត់ប្រើការទូតដើម្បីបើកធូរពាណិជ្ជកម្មជាមួយនឹងថៃឡើងមកវិញហើយក្នុងពេលតែមួយនេះយើងក៏ត្រូវតែប្រុងប្រៀបខ្លួនទុកជាមុនសម្រាប់អ្វីដែលវានឹងកើតឡើងដ៏អាក្រក់បំផុតផងដែរសម្រាប់ថ្នាក់មួយពិភពលោកវាកំពុងតែបែកបាក់ហើយប្រសិនបើមួយពិភពលោកមានផ្ទុះសង្គ្រាមលោកលើកទី3នោះប្រទេសថៃនឹងប្រើឱកាសនោះដើម្បីដណ្ដើមយកទឹកដីភាគខាងលិចរបស់កម្ពុជាជាមិនខានដូច្នេះកម្ពុជាត្រូវតែត្រៀមខ្លួនទុកជាមុនត្រូវតែធ្វើឲ្យគេដឹងច្បាស់ថាប្រសិនបើមកប៉ះកម្ពុជាគឺនឹងទៅជាមួយគ្នាបាទយ៉ាងម៉េចដែរបងប្អូនក្រោយពីបាទស្ដាប់ idol ចប់ណាបាទហ្នឹងហើយរឿងជាតិយើងជាតិគេបាទអរគុណ